ផ្លែល្ពៅនិងគ្រាប់ល្ពៅផ្លែឈើបន្លែមួយប្រភេទនេះមិនត្រឹមតែមានឱជារសឆ្ងាញ់ពិសាប៉ុណ្ណោះទេប៉ុន្តែវាត្រូវបានគេចាត់ទុកជាឱសថធម្មជាតិដ៏មានឥទ្ធិពលសម្រាប់ជំនួយនិងព្យាបាលបញ្ហាសុខភាពជាច្រើនខាងក្រោមនេះជាសារធាតុចិញ្ចឹមគុណប្រយោជន៍និងមូលហេតុដែលយើងគួរទទួលទានវាផ្លែល្ពៅនិងគ្រាប់ល្ពៅ 1. សារធាតុចិញ្ចឹមសំខាន់ៗដែលមានក្នុងល្ពៅទាំងសាច់ល្ពៅនិងគ្រាប់ល្ពៅសុទ្ធតែផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់សាច់ល្ពៅសម្បូរទៅដោយបេតាការ៉ូទីនដែលរាងកាយបំផ្លាញទៅជាវីតាមីន A វីតាមីន C វីតាមីន E ប៉ូតាស្យូមឬផូថាស្យមនិងកាកសរសៃឬ fiber គ្រាប់ល្ពៅជាប្រភពថាមពលដ៏អស្ចារ្យនៃម៉ាញ៉េស្យូមឬម៉ាក្នេសៀមសង្កសីឬ zinc ជាតិដែកឬ iron ខ្លាញ់ល្អឬ omega 3និង omega 6និងអាស៊ីតអាមីណេ tryptophan 2. គុណប្រយោជន៍និងការជួយព្យាបាលជំងឺការញ៉ាំល្ពៅនិងគ្រាប់ល្ពៅជាប្រចាំអាចជួយបង្ការនិងសម្រាលជំងឺដូចជាជំនួយនឹងការពារភ្នែកសម្រាលជំងឺព្រិលភ្នែកភ្នែកឡើងបាយជាតិបេតាការ៉ូតេននិងវីតាមីន A ខ្ពស់ជួយថែរក្សាកែវភ្នែកឲ្យភ្លឺថ្លាការពារជំងឺខ្វាក់មាន់និងកាត់បន្ថយហានិភ័យនៃជំងឺបាត់បង់គំហើញចំពោះមនុស្សចាស់ព្យាបាលនិងសម្រាលជំងឺក្លែកចាក់ prostate ចំពោះបុរសគ្រាប់ល្ពៅគឺល្បីល្បាញបំផុតក្នុងការជួយព្យាបាលជំងឺក្លែកចាក់រីកធំ BPH ព្រោះវាមានជាតិសង្កសី zinc ខ្ពស់ដែលជួយសម្រួលដល់ប្រព័ន្ធតម្រង់នោមនិងក្រពេញប្រូស្តាតជួយសម្រួលដល់ការគេងមិនលក់និងកាត់បន្ថយ stress អាស៊ីតអាមីណេ tryptophan នៅក្នុងគ្រាប់ល្ពៅជួយឲ្យរាងកាយផលិតអរម៉ូន serotonin និង melatonin ដែលជាអរម៉ូនជួយឲ្យអារម្មណ៍ស្ងប់និងគេងលក់ស្រួលគ្រប់គ្រងសម្ពាធឈាមនិងជំនួយបេះដូងជាតិប៉ូតាស្យូមនិងជាតិសរសៃនៅក្នុងសាច់ល្ពៅរួមទាំងខ្លាញ់ល្អក្នុងគ្រាប់ល្ពៅជួយបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL និងរក្សាសម្ពាធឈាមឲ្យមានលំនឹងសម្រួលប្រព័ន្ធរំលាយអាហារព្យាបាលការទល់លាមកជាតិសរសៃ fiber ខ្ពស់ជួយឲ្យពោះវៀនដំណើរការបានល្អមូលហេតុដែលយើងត្រូវញ៉ាំល្ពៅដើម្បីព្យាបាលហេតុអ្វីបានជាយើងគួរជ្រើសរើសញ៉ាំល្ពៅជាជាងការរត់ទៅរកថ្នាំពេទ្យតែមួយមុខវាជាការព្យាបាលបែបធម្មជាតិនិងគ្មានផលប៉ះពាល់ natural and safe រាងកាយស្រូបយកបានងាយវីតាមីននិងសារធាតុរ៉ែពីធម្មជាតិត្រូវបានរាងកាយទទួលយកនិងស្រូបទៅប្រើប្រាស់បានលឿននិងមានប្រសិទ្ធភាពជាងវីតាមីនគ្រាប់កែច្នៃកាត់បន្ថយការរលាកពីខាងក្នុងសារធាតុប្រឆាំងអុកស៊ីតកម្ម antioxidants ក្នុងល្ពៅជួយទៅបន្សាបរ៉ាឌីកាល់សេរីដែលជាដើមហេតុនៃជំងឺរលាករ៉ាំរ៉ៃនិងជំងឺមហារីកជួយពង្រឹងប្រព័ន្ធការពាររាងកាយ immune booster នៅពេលប្រព័ន្ធការពាររាងកាយរឹងមាំដោយសារវីតាមីន C និង A ក្នុងល្ពៅរាងកាយរបស់យើងនឹងមានសមត្ថភាពប្រយុទ្ធប្រឆាំងនិងព្យាបាលខ្លួនឯងពីជំងឺផ្សេងៗបានលឿនជាងមុនអនុសាសន៍បន្ថែមដើម្បីទទួលបានផលល្អសម្រាប់ការព្យាបាលអ្នកអាចយកសាច់ល្ពៅទៅធ្វើជាស៊ុបស្ងោរឬចំហុយជៀសវាងការដាក់ស្ករឬខ្ទិះដូងច្រើនពេកចំណែកឯគ្រាប់ល្ពៅគួរញ៉ាំក្នុងកម្រិតមួយក្តាប់តូចក្នុងមួយថ្ងៃដោយលីងវាឲ្យឆ្អិនល្មមនិងមិនបាច់ដាក់អំបិលច្រើនឡើយតើអ្នកកំពុងមានបញ្ហាសុខភាពជាក់លាក់ណាមួយដូចជាគេងមិនលក់ឬបញ្ហាភ្នែកដែលចង់ផ្ដោតលើការស្វែងរករបបអាហារព្យាបាលបន្ថែមដែរឬទេ